អូយស្អាតណាស់បងប្អូនហើយសឹងមិនគួរជឿថានៅស្រុកខ្មែរមានកន្លែងស្អាតបែបនេះទេសម្រាប់អ្នកចូលចិត្តជីវិតបែបផ្សងព្រេងជិះម៉ូតូដើរលេងតាមតំបន់ព្រៃភ្នំមកលេងទឹកធ្លាក់ធម្មជាតិមកកន្លែងនេះខ្ញុំហ៊ាននិយាយថាត្រឡប់ទៅវិញគឺអត់ខកបំណងតែម្ដងទឹកថ្លាដូចកញ្ចក់ត្រជាក់ដូចទឹកកកហូរចុះមកតាមចលងដងអូពីខាងលើមកណាវាហូរបែកខ្ញែកគ្នាចុះមកក្រោមស្អាតណាស់បងប្អូនហើយលឺសូររងំអមជាមួយនឹងដើមឈើដ៏ខៀវស្ងាត់នេះណាធ្វើឲ្យយើងមកដល់មានអារម្មណ៍ថាមិនត្រឹមតែ fresh ទេត្រជាក់ភ្នែកជាមួយនឹងសម្រស់ធម្មជាតិនៅកន្លែងនេះមែនតើហើយអ្វីដែលគួរឲ្យសរសើរក្រៅពីសម្រស់ធម្មជាតិនៅកន្លែងនេះណាខ្ញុំសូមសរសើរទៅដល់ពុកម៉ែបងប្អូនដែលជាអាជីវករនៅក្នុងសហគមន៍ទេសចរទឹកធ្លាក់ស្រែអំពិលមកកន្លែងនេះបងប្អូនហើយពួកគាត់ល្អមែនតើនាំគ្នាកាត់បន្ថយនៅក្នុងការប្រើផ្លាស្ទិកណាហើយគាត់ងាកបំប្រើស្មុកដាក់បាយដាក់ម្ហូបឆាជាមួយនឹងមាន់ដុតណាមើលទៅស្អាតមែនតើបងប្អូនអញ្ចឹងនៅពេលដែលយើងមកដល់គាត់កំងម្ហូបគាត់រៀបចំឲ្យយើងមកស្អាតតែម្ដងហើយនេះអាចនិយាយបានថាគឺជាសហគមន៍មួយហើយដែលលក់ម្ហូបធូរថ្លៃយកតែមែនតើមាន់មួយក្បាលតម្លៃតែ40000រៀលទេបងប្អូនចង់កំងម្ហូបមួយមុខឲ្យគាត់ធ្វើក៏បានបងប្អូនចង់យកមាន់មួយក្បាលនេះទៅធ្វើម្ហូបពីរមុខក៏បានដែរគាត់គិតតម្លៃតែ40000រៀលទេហើយគ្រាន់តែឃើញទឹកធ្លាក់ធម្មជាតិមកកន្លែងនេះណាមានពុកម៉ែបងប្អូនណាខ្លះធ្លាប់បានស្គាល់ណាធ្លាប់បានមកលេងណាអាចចែករំលែករូបថតម្នាក់មួយសន្លឹកបានចែករំលែកពីបទពិសោធន៍នៅក្នុងការមកលេងតំបន់ទេសចរមកកន្លែងនេះឬក៏បងប្អូនអាចចូលរួមជាមតិណាមួយដែលល្អឬក៏មតិបងប្អូនចង់ស្ថាបនាណាមួយដើម្បីឈរលើទិសដៅផ្សព្វផ្សាយទេសចរនៅក្នុងស្រុកយើងទាំងអស់គ្នាបងប្អូនហាមដាច់ខាតគឺជន់ពលិចគ្នាឯងណាហើយខ្ញុំហ៊ាននិយាយថាបងប្អូនមកដល់កន្លែងនេះគឺអត់មានខកបំណងទេសូម្បីតែខ្ញុំផ្ទាល់ហ្នឹងក៏អញ្ចឹងដែរបងប្អូនពួកខ្ញុំចំណាយពេលធ្វើដំណើរ122គីឡូម៉ែត្រពីភ្នំពេញទៅណាធ្វើដំណើរដោយម៉ូតូនេះរយៈពេល3ម៉ោងបងប្អូន3ម៉ោងជាងតិចតួចតាមផ្លូវពីភ្នំពេញទៅណាទៅទឹកធ្លាក់ស្រែអំពិលដែលស្ថិតនៅក្នុងភូមិកដុលសែនជ័យឃុំកដុលសែនជ័យស្រុកទឹកផុសខេត្តកំពង់ឆ្នាំងពួកខ្ញុំអត់មានជិះតាមផ្លូវជាតិទេតាមពិតបើជិះតាមផ្លូវជាតិអាចនឹងលឿនជាងហ្នឹងបងប្អូនប៉ុន្តែពួកខ្ញុំជិះតាមផ្លូវភូមិអីអញ្ចឹងណាពួកខ្ញុំមើល map ជិះតាមផ្លូវតូចតូច4ម៉ូតូហើយពួកខ្ញុំទៅ3ក្រុមមានទៅជាមួយនឹងបងដើរ daily បងផ្លូវដើរហើយពួកខ្ញុំគឺខាងដំណើរអញ្ចឹងពួកយើងរួមដំណើរទៅជាមួយគ្នាតែម្ដងទទួលស្គាល់ថាជិះផ្លូវនេះវារៀងហត់បន្តិចមែនបងប្អូនព្រោះផ្លូវខ្លះវាដាច់វាផុកវាខ្សាច់អីអញ្ចឹងទៅអញ្ចឹងមានផ្លូវខ្លះទៅស្ពានឈើតូចមែនតើនេះបងប្អូនឃើញនៅក្នុងវីដេអូនេះហើយបើអ្នកចូលចិត្តជីវិតបែបផ្សងព្រេងជិះម៉ូតូតាមផ្លូវអញ្ចឹងអីចាំជិះបើសិនជាបងប្អូនមិនមែនជាអ្នកចូលចិត្តជិះផ្លូវបែបអញ្ចឹងកុំឲ្យសោះដាច់ខាតហើយបើទៅគ្នាតែម្នាក់ឯងអីហ្នឹងក៏កុំដែរបើថាគ្នាច្រើនចាំយើងជិះមកតាមផ្លូវនេះទទួលស្គាល់ថាវារៀងហត់បន្តិចមែនប៉ុន្តែសប្បាយបងប្អូនព្រោះ view តាមផ្លូវវាប្លែកភ្នែករហូតណាមួយពួកខ្ញុំអត់បារម្ភទេជាមួយនឹងកម្លាំងដោយសារតែពួកយើងមាន boost strong ដាក់តាមខ្លួនរហូត boost strong ដើរលេងឬក៏បើកបរផ្លូវចិត្តផ្លូវឆ្ងាយញ៉ាំ boost strong ធ្វើឲ្យមានកម្លាំងស្មារតីរឹងមាំពេញមួយថ្ងៃភ្លាមតែម្ដងយកកម្លាំងបដូរយកបរិយាកាសជាមួយនឹងសម្រស់ធម្មជាតិនៅតាមផ្លូវប៉ុណ្ណេះខ្ញុំគិតថាមិនស្ដាយក្រោយទេបងប្អូនឲ្យតាំងពីផ្លូវចូលមកទឹកធ្លាក់ឃើញសម្រស់ធម្មជាតិអមនៅតាមផ្លូវជាមួយនឹងសមុទ្រភ្នំដែលនៅចំខាងមុខនេះណាអមជាមួយនឹងអាប់សក្បោះបងប្អូនឲ្យស្អាតណាស់ជិះពីឆ្ងាយមករៀងហត់គ្រាន់តែឃើញទេសភាពប៉ុណ្ណេះគឺថាមានកម្លាំងព្រឹសតែម្ដងគឺថា fresh មែនតើអញ្ចឹងនៅពេលដែលពួកខ្ញុំមកដល់នេះគឺពួកខ្ញុំបានឈប់កំងមហូបបងនៅសហគមន៍មកតង់ហើយបានពួកខ្ញុំឡើងទៅឡើងកញ្ចុះអង្គុយលេងខ្ញុំកំងអីអញ្ចឹងទៅពេលដែលពួកគាត់ធ្វើមហូបអីហើយគឺពួកគាត់ដឹកឡើងយកទៅឲ្យពួកយើងដល់កញ្ចុះតែម្ដងអញ្ចឹងងាយស្រួលមួយយ៉ាងដែរបងប្អូនហើយមហូបអាហាររបស់គាត់ហ្នឹងគឺគាត់ខ្ចប់ស្អាតមែនតើគាត់ខ្ចប់ដាក់ស្មុកណាមានទាំងបាយមានទាំងមហូបប៉ុន្តែលើកលែងតែសាឡទេដែលគាត់ដាក់មកជាមួយនឹងឆ្នាំងអីចឹងទៅអញ្ចឹងសម្រាប់បងប្អូនដែលអ្នកចូលចិត្តលេងទឹកធ្លាក់សម្រាប់ធម្មជាតិអាចសាកល្បងមកលេងនៅកន្លែងនេះបានយើងដើរលេងនៅក្នុងស្រុកគាំផ្ទាល់ទេសចរនៅក្នុងស្រុកប្រៀបដូចជាការចូលរួមជួយសេដ្ឋកិច្ចបងប្អូនអ្នកនៅក្នុងសហគមន៍នៅក្នុងតំបន់ទេសចរឲ្យពួកគាត់រកចំណូលបានមកចំណាយទៀតហើយវីដេអូរបស់ពួកខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមជួបគ្នាជាមួយនឹងពួកខ្ញុំម្ដងទៀតនៅវីដេអូក្រោយបាយ